បងប្អូនជនរួមជាតិចឹងថ្ងៃនេះចង់អាប់ដេតតទៅពីទីផ្សារ crypto របស់យើងមួយចំនួនซึ่งសម្រាប់អ្នកដែលគាត់បានធ្វើការ short ទៅតាមទិន្នន័យរបស់យើងឬក៏ analysis crypto នេះគឺជាឱកាស opportunity ឬក៏ការកើបលុយរបស់បងប្អូនមែនតើព្រោះ short នេះមិនមែន short ធម្មតាគឺ short ពីលើមកគឺស៊ីលុយឆ្ងាញ់មែនតើព្រោះសារសហគមន៍បរទេសភាគច្រើនគឺគាត់ធ្វើការ long ដោយសារពួកគាត់អត់មានទិន្នន័យដូចយើងមើលឬក៏ធ្វើការ analyze ស្ទើរមែនតើនេះគឺជាអ្វីមួយដែលកូនខ្មែរអាចធ្វើការ achieve ទៅដល់ចំណុចនេះផ្ទាល់ផងដែរទិន្នន័យរបស់យើងដែលយើងឲ្យបងប្អូនតាំងពីខែ12ឬក៏ប្រហែលថ្ងៃមុននៅក្នុងអាណាចក្រ crypto ផ្ទាល់ផងដែរដែលជាទិន្នន័យរបស់យើងបានធ្វើការឲ្យបងប្អូន short តាំងពីលើរហូតដល់តាំងពី94ជាងរហូតមកដល់បច្ចុប្បន្នដូចជា89ឬក៏ក្រោម 90k ផ្ទាល់ផងដែរនៃរបស់យើងនៅក្នុងអាណាចក្រ crypto តាំងពីខែមករាថ្ងៃទី5ផ្ទាល់ហើយមួយទៀតគឺខែ12ថ្ងៃទី26ផ្ទាល់ហើយនេះគឺទិន្នន័យគឺដូចគ្នាមែនតើដែលយើងបានផុសចែកជូនបងប្អូនបានរយៈពេលថ្ងៃមុនមិនមែនទុំគូសទេហើយមួយទៀតតាក់ទងពី OX របស់យើងឬក៏ Binance របស់យើងក៏កើបលុយ Monster ដែរគឺ MCV មែនតើ Ethereum របស់យើងដូចជាបាន$22,000 BTC ដូចជាបាន$12,000ហើយ Solana គឺបាន$10,000ជាងហើយបើសិនយើងក៏លេខទៅមើលនៅក្នុង Binance យើង BTC ដាក់ margin រៀងទូចខ្លាំងមែនតើដល់ពេលកាក់នេះកាក់នៅក្នុងបន្ទប់ Thunder ផ្ទាល់ហើយមួយទៀត Solana របស់យើងបានប្រហែលជា$7,000ជាង Ethereum បានប្រហែលជា$10,000ជាងទៅតាមទិន្នន័យរបស់យើងឬក៏ផុសនៅក្នុងអាណាចក្រ crypto ផ្ទាល់ផងដែរការបើក session ការកើបលុយឬក៏ការដែលយើង take benefit នេះវាមិនមែនជារឿងរាល់ថ្ងៃទេតែសារអាណាចក្រ crypto គឺយើង TP ជារៀងរាល់ថ្ងៃមែនអាហ្នឹងគ្រាន់តែការ scraping ឬក៏ការលេង trade បែបលុយមួយទូចៗទេតែអាសម្រាប់លុយធំៗដែលខ្ញុំបើកអញ្ចឹងគឺយើងធ្វើការ pay មែនតើរយៈពេលយ៉ាងតិចក៏មួយអាទិត្យឬក៏យើងមើលទៅតាមទីផ្សារអន្តរជាតិឬក៏ការ set up របស់យើងឬក៏មើលទិន្នន័យរបស់អាណាចក្រ crypto ផ្ទាល់ផងដែរអញ្ចឹងជាចុងក្រោយខ្ញុំចង់ប្រាប់បងប្អូនឬក៏ឲ្យ tip បងប្អូនមួយចំនួនការ risk management ឬក៏ការដាក់ TP SL ហ្នឹងក៏វាចាំបាច់ដែរប៉ុន្តែបងប្អូនត្រូវយល់ដឹងតាក់ទងពី data បើមិនជាបងប្អូនអត់ច្បាស់ពី data អត់ចេះ data គឺហានិភ័យមែនតើដោយសហគមន៍បរទេសគាត់ព្យាយាម long ខ្លាំងមែនតើក្នុងរយៈពេលចុងក្រោយដែលគាត់ expect ថាទីផ្សារនឹងឡើងរហូតដល់ 100k ប៉ុន្តែគឺវាអត់ចឹងទេគឺទីផ្សារដោយធំតែ94គឺវា rejection មែនតើអញ្ចឹងចាំមើលអស់នេះថាថ្ងៃនេះគឺ data ទិន្នន័យរបស់យើងនឹងទៅជាយ៉ាងណាព្រោះខ្ញុំរាល់ថ្ងៃក៏ខ្ញុំតាមដានតាក់ទងពីទិន្នន័យខ្ញុំកាត់ select ឬកណនីជាមួយ micro economy ឬក៏មើលទីផ្សារអន្តរជាតិហើយក៏មើលទីសង្គ្រាម economy ផងដែរដើម្បីកណនីថាទីផ្សារនឹងឡើងទៅចំណុចណាឬក៏ដើរទៅទន្ទឹមទៅចំណុចណាផ្ទាល់ផងដែរ